យុវជនមូស្លីមរបស់យើងទាំងអស់គ្នាពេលខ្លះការរស់នៅក្នុងសង្គមសម័យទំនើបដែលពោរពេញទៅដោយការលបួងការអូសទាញតាមរយៈបណ្ដាញសង្គមនិងសម្ភារៈនិយមអាចធ្វើឲ្យយើងមានអារម្មណ៍ថាការរក្សាជំនឿគឺពិបាកដូចជាការក្តាប់រងើកភ្លើងអញ្ចឹងតើធ្លាប់មានអារម្មណ៍ថាឯកាពេលប្រឹងប្រែងធ្វើអំពើល្អត្រឹមត្រូវខណៈដែលមនុស្សមួយចំនួនធំដើរលើផ្លូវខុសដែរឬទេប៉ុន្តែសូមកុំបារម្ភអីព្រោះសូម្បីតែកងទ័ពវីរៈបុរសដ៏អស្ចារ្យរបស់អ្នកមានជំនឿនៅថ្ងៃចុងក្រោយក៏នឹងជួបប្រទះភាពអស់សង្ឃឹមនឹងការឡោមព័ទ្ធដ៏គួរឲ្យខ្លាចបំផុតពីសំណាក់ដាច់ចោលផងដែរប៉ុន្តែរឿងរ៉ាវប្រវត្តិសាស្ត្រដែលយើងនឹងបកស្រាយនៅពេលនេះផ្ដល់ជាអត្ថប្រយោជន៍ដ៏ធំបំផុតសម្រាប់ជីវិតយើងដែលជាយុវជនជំនួយរបស់អល់ឡោះតែងតែចុះមកនៅវិនាទីចុងក្រោយដែលយើងគិតថាគ្មានផ្លូវចេញសេចក្តីពិតនឹងឈ្នះជានិច្ចក្នុងនាមយើងជាអ្នកមូស្លីមនៅក្នុងដំណាក់កាលដែលជាវិនាទីដ៏រំជើបរំជួលបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដោយផ្អែកលើប្រភពសុនណាស់ពិតប្រាកដគឺចេញពីគីតាបសូហេះមូស្លីមនិងមូស្ណាត់អាហ្មាត់ដោយគ្មានការប្រឌិតនៅពេលដែលតាចាល់និងកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់របស់វាបានឡោមព័ទ្ធអ៊ីម៉ាមម៉ាស់ឌីនិងអ្នកមានជំនឿនៅទីក្រុងដាម៉ាស់ប្រទេសស៊េរីអ្នកមានជំនឿកំពុងខ្វះខាតស្បៀងអាហារនិងស្ថិតក្នុងស្ថានភាពលំបាកលំបិនយ៉ាងខ្លាំងនៅពេលព្រឹកព្រលឹមពេលដែលអ៊ីម៉ាមម៉ាស់ឌីកំពុងរៀបចំជួរកងទ័ពនិងបញ្ជាឲ្យគេធ្វើការអ៊ីកាម៉ាត់គឺការហៅមកថ្វាយបង្គំសម្រាប់វត្តូហ្វាហ្ចារអាប៊ូតាហេតដ៏មហិមាមួយបានកើតឡើងអល់ឡោះស៊ុបហានវ៉ាតាឡាមិនដែលបោះបង់អ្នកមានជំនឿឲ្យនៅឯកានោះឡើយនៅវិនាទីនោះព្យាការីមូហាម៉ាត់សល្លឡោះអធិស្ឋានព្យាការីអ៊ីសាអាឡៃហ៊ីសាឡាមកូនប្រុសរបស់អ្នកស្រីម៉ារីយ៉ុមនឹងចុះមកពីលើមេឃផុសតាងនោះគឺព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានរៀបរាប់យ៉ាងច្បាស់ថាអល់ឡោះនឹងបញ្ជូនអល់ម៉ាស៊ីហ៍កូនប្រុសរបស់ម៉ារីយ៉ុមគឺព្យាការីអ៊ីសាអាឡៃហ៊ីសាឡាមគាត់នឹងចុះមកនៅត្រង់ប៉មពណ៌សនាទិសខាងកើតនៃទីក្រុងដាម៉ាស់ដោយស្លៀកសម្លៀកបំពាក់ពណ៌លឿងខ្ចីពីរហើយដៃរបស់គាត់ដាក់លើស្លាបរបស់ម៉ាឡៃកាត់នៅពេលគាត់អោនក្បាលដំណក់ទឹកក៏ស្រក់ចុះមកហើយនៅពេលគាត់ងើបក្បាលឡើងវិញដំណក់ទឹកដូចជាគ្រាប់គុជខ្យងនឹងស្រក់ចុះគឺមាននៅក្នុងសាហេមូស្លីមលេខ2937ហើយទីនេះផ្ដល់អត្ថប្រយោជន៍របស់ដល់យើងដែលជាយុវជនបង្ហាញថាទោះបីជាសត្រូវមើលទៅខ្លាំងអស្ចារ្យយ៉ាងណាក៏ដោយដូចជាតាចាល់ក៏អំណាចរបស់អល់ឡោះគឺនៅពីលើអ្វីទាំងអស់ភាពអត់ធ្មត់របស់អ្នកភាពអត់ធ្មត់របស់យើងក្នុងគ្រាលំបាកនឹងត្រូវបានតបស្នងដោយរង្វាន់ដែលយើងនឹកស្មានមិនដល់នៅពេលព្យាការីអ៊ីសាអាឡៃសាឡាមចុះមកដល់ដីអ៊ីម៉ាមម៉ាស់ឌីបានឃើញលោកដោយក្តីគោរពអ៊ីម៉ាមម៉ាស់ឌីបានថយក្រោយដើម្បីអញ្ជើញព្យាការីអ៊ីសាអាឡៃសាឡាមឲ្យធ្វើជាអ្នកដឹកនាំសូឡាតគឺធ្វើជាអ៊ីម៉ាមក្នុងការថ្វាយបង្គំហ្វាហ្ចារនោះប៉ុន្តែអ្វីដែលកើតឡើងបន្ទាប់គឺកិត្តិយសដ៏ធំបំផុតសម្រាប់អ៊ុម៉ាត់របស់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំព្យាការីអ៊ីសាអាឡៃសាឡាំបានបដិសេធដោយដាក់ដៃរបស់លោកលើស្មារបស់អ៊ីម៉ាមម៉ាស់ឌីហើយមានប្រសាសន៍ថាទេអ្នកខ្លះក្នុងចំណោមពួកអ្នកគឺជាមេដឹកនាំលើអ្នកដទៃនេះគឺជាកិត្តិយសដែលអល់ឡោះបានផ្ដល់ឲ្យប្រជាជាតិគឺអ៊ុម៉ាត់មូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំចូលអ្នកដឹកនាំការសូឡាតនេះចុះព្រោះវាត្រូវបានប្រកាសសម្រាប់អ្នកហើយមាននៅក្នុងសូហេះមូស្លីមលេខ156អត្ថប្រយោជន៍ពីហាឌីសនេះសម្រាប់យើងជាយុវជនតើយើងឃើញទេសូម្បីតែព្យាការីដ៏អស្ចារ្យម្នាក់ក៏ផ្ដល់កិត្តិយសដល់សហគមន៍ដែលយើងកំពុងរស់នៅនេះដែរដូច្នេះចូលមានមោទនភាពជាមូស្លីមនិងកុំខ្មាស់អៀនក្នុងការបង្ហាញអត្តសញ្ញាណអ៊ីស្លាមនិងសីលធម៌ដ៏ល្អរបស់យើងនៅក្នុងប្រទេសរបស់យើងបន្ទាប់ពីការថ្វាយបង្គំនេះរួចព្យាការីអ៊ីសាអាឡៃសាឡាមនឹងបញ្ជាឲ្យគេបើកទ្វារម៉ាស្ជីតនៅខាងក្រៅតាចាល់និងកងទ័ពរបស់វាកំពុងរងចាំយ៉ាងក្រអឺតក្រទមពេលទ្វារបើកឡើង
ហើយភ្នែករបស់តាចាល់សម្លឹងឃើញព្យាការីអ៊ីសាអាឡៃសាឡាមអំណាចកាឡៃនិងភាពអស្ចារ្យរបស់វាក៏រលត់បាត់ភ្លាមព្យាការីមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាមបានមានប្រសាសន៍ក្នុងអត្ថន័យថានៅពេលដែលសត្រូវរបស់អល់ឡោះគឺតាចាល់ឃើញគាត់បានន័យថាឃើញព្យាការីអ៊ីសាអាឡៃសាឡាមវានឹងរលាយចាប់ផ្ដើមបាត់បង់កម្លាំងនិងរូបរាងដូចជាអំបិលត្រូវក្នុងទឹកប្រសិនបើព្យាការីអ៊ីសាអាឡៃសាឡាមទុកវាចោលវាប្រកាសជារលាយរហូតដល់ស្លាប់ខ្លួនឯងជាមិនខានប៉ុន្តែអល់ឡោះនឹងសម្លាប់វាប៉ុន្តែព្យាការីអ៊ីសាអាឡៃសាឡាមនឹងសម្លាប់វាដោយដៃរបស់លោកផ្ទាល់មាននៅក្នុងសាហេះមូស្លីមលេខ2897បន្ទាប់មកដោយដឹងខ្លួនថានឹងចាញ់តាចាល់នឹងងាកក្រោយរត់គេចខ្លួនប៉ុន្តែព្យាការីអ៊ីសាអាឡៃសាឡាមនឹងដេញតាមវារហូតដល់ទ្វារក្រុងលុកដែលសពថ្ងៃស្ថិតនៅតំបន់ប៉ាឡេស្ទីនហើយលោកនឹងប្រហារវាដោយលំពែងរបស់លោកនឹងបង្ហាញឈាមរបស់វានៅលើលំពែងដើម្បីបញ្ជាក់ដល់មនុស្សគ្រប់គ្នានិងកងទ័ពរបស់វាថានេះមិនមែនជាព្រះនោះទេតែវាជាជនបោកប្រាស់ដែលចេះហូរឈាមនិងចេះស្លាប់មាននៅក្នុងសាហេះមូស្លីមលេខ2937វិនាសកម្មរបស់តាចាល់គឺជាសារដ៏មានឥទ្ធិពលមួយផ្ញើមកយុវជនយើងគ្រប់គ្នាថាភាពអាក្រក់និងការបោកប្រាស់ទោះបីជាមើលទៅធំដុំមានឥទ្ធិពលមានអ្នកគាំទ្រច្រើនឬមានអំណាចទឹកលុយខ្លាំងប៉ុណ្ណាក៏ដោយទីបំផុតវានឹងរលាយបាត់ដូចអំបិលត្រូវទឹកនៅចំពោះមុខសេចក្តីស្លាប់នៅចំពោះមុខសេចក្តីពិតដូច្នេះចូលយើងទាំងអស់គ្នារក្សាការសូឡាតឲ្យបានខ្ជាប់ខ្ជួនចូលសូត្រសូរ៉ាកាហ្វីរៀងរាល់ថ្ងៃសុក្ររៀងរាល់ថ្ងៃជុំអាត់ដើម្បីការពារខ្លួនពីហ្វីតណាស់និងចូលធ្វើជាយុវជនមូស្លីមដែលជាកញ្ចក់បោះឆ្លុះបញ្ចាំងពីសេចក្តីល្អនៅក្នុងសង្គមជាតិរបស់យើងទាំងអស់គ្នានៅវីដេអូបន្ទាប់ខ្ញុំនឹងរៀបរាប់តាក់ទងជាមួយនឹងរឿងរ៉ាវដំណាក់កាលការរំដោះចេញរបស់អល់ឡោះស៊ុបហានវ៉ាតាអាឡានៅយ៉ាយូចនិងម៉ាយូចហើយនឹងការដកព្រលឹងរបស់អ្នកមានជំនឿនិងការប្រកាសទីបញ្ចប់នៃលោកីយ៍នេះដើម្បីបញ្ចប់នៅប្រធានបទរបស់យើងតាក់ទងជាមួយនឹងរឿងរ៉ាវថ្ងៃបារ៉ាឡូ Assalamualaikum warahmatullahi wabarakatuh